បុរាណក្បួនពិតដែលឲ្យឆ្នាំទៅពុកខ្ញុំប្រាប់គាត់ថាក្បួនទូកអត់ខុសពីមនុស្សទេអញ្ចឹងគេត្រូវការមើលមនុស្សណាដែលលឿនមនុស្សណាដែលរហ័សគេឲ្យដេកកាប់មុខឲ្យដេកកាប់មុខមើលតាមដំណើរខ្នងមនុស្សអញ្ចឹងទូកទាំងអស់ហ្នឹងវាអញ្ចឹងដែរបើតាមគាត់ប្រាប់មកហើយនឹងមើលផែនដែលទូកណាដែលល្អដែលលឿនគឺប្រៀបដូចមនុស្សយើងកន្លែងចកេះគឺកន្លែងខ្នល់ទឹកធំហើយខ្នល់ទឹកនឹងប្រទាយទឹកតាមតំបន់គេហៅខ្លះហៅខ្នល់ទឹកខ្លះហៅប្រទាយទឹកហើយមកដល់ស្មាដល់កកអញ្ចឹងដល់ស្មាផងមកដល់កកទូកគឺសយងចុះបន្តិចឬក៏ត្រង់តែពេលដែលយើងមើលឃើញទៅឃើញសយងទៅតាមការពិតគឺវាត្រង់ខ្ញុំបាទឈ្មោះសុំសឺតនៅក្នុងភូមិកោះលើតឃុំកោះស្កៅស្រុកទួលគិរីខេត្តកំពង់ឆ្នាំងមុខរបរបច្ចុប្បន្នធ្វើស្រែចម្ការនិងជាអាជីពជាងទូកចែវដើមឡើយមកពីមុនមកគឺឪពុកខ្ញុំគាត់ជាជាងទូកបាយធម្មតានៅក្នុងអំឡុងឆ្នាំ8ជាងគាត់ចេញធ្វើទូកហើយចាំពីខ្ញុំដឹងក្តីមកឃើញគាត់ជាអាជីពជាងទូកនឹងរហូតមកកាលនោះខ្ញុំនៅតូចតែខ្ញុំចេះតែដើរទៅជាមួយគាត់អញ្ចឹងធ្វើកើតចេះទៅខ្ញុំដើរធ្វើទូកជាមួយគាត់និយាយចំទៅអារម្មណ៍របស់យើងដែលចង់អញ្ចឹងយើងចេះតែរៀនមើលខ្លះគាត់ប្រាប់ខ្លះពីក្បាច់ក្បួនធ្វើទូកចេះមួយតាមពីទូកតាមពីប្រឡោះតាមពីជំទល់ដល់មកក្រោយនេះខ្ញុំឡើងតាមពីគំនូអីខ្លួនឯងទាំងអស់ហ្មងព្រោះគំនូគឺបងជាទួតមួយខ្ញុំគាត់គ្រូខ្ញុំគាត់អ្នកបង្ហាត់បង្រៀនគូក្បាច់គូអីនៅតាមទូកអីចឹង